ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមិនឲ្យបងអូនទេព្រោះថាខនឃើញក្បាលវីដេអូក៏ដឹងដែរបងអូនណាខ្លះដែលចូលចិត្តសម្លខថ្ងៃនេះចូលមកអត់ខកបំណងទេតែមកថ្ងៃនេះរៀងប្លែកតិចខជើងជ្រូកជាមួយនឹងខ្នោបងប្អូនធ្លាប់ញ៉ាំទេអត់ដែរញ៉ាំអាចមកសាកបានតើបងអូនកុំឲ្យខាតពេលយូរយើងមកធ្វើទាំងអស់គ្នាជាដំបូងខ្ញុំមានជើងជ្រូកយកមកប្រឡាក់ជាមួយនឹងគ្រឿងរបស់យើងដាក់អំបិលមួយចុងស្លាបព្រាបាយម្សៅស៊ុបមួយចុងស្លាបព្រាបាយប្រេងខ្យងមួយស្លាបព្រាបាយទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយតោះមកខ្ញុំបានដាក់ទឹកត្រីមួយស្លាបព្រាបាយចូលដាក់គ្រឿងរួចអស់ហើយខ្ញុំបានពាក់ស្រោមដៃដើម្បីច្បល់សាច់ជ្រូកឲ្យចូលសព្វគ្រឿងបានល្អយើងច្បល់ចាំមកបងប្អូនទាំងអស់គ្នាយកស្រោមដៃមកពាក់មកយើងច្បល់ចឹងចូលជាតិបានល្អជាងយើងយកវែកឬក៏ស្លាបព្រាមកកូរឥឡូវនេះឃើញថាចូលសព្វគ្រឿងល្អហើយនេះខ្ញុំបានផ្អាប់ទុករយៈពេល10នាទីឬក៏20នាទីបងប្អូនទាំងអស់គ្នាបើសិនជាមានពេលកន្លះម៉ោងក៏បានដែរពេលនេះខ្ញុំមកបុកជាមួយនឹងខ្ទឹមអញ្ចឹងនេះខ្ញុំដាក់ខ្ទឹមសគល់ខ្ទឹមខ្ញីម្រេចបន្ទាប់មកខ្ញុំបុកឲ្យម៉ត់ហើយទុកមួយឡែកសិននេះខ្ញុំមកដាក់ឆ្នាំងឲ្យក្តៅដាក់ស្ករក្រហមមួយស្លាបព្រាបាយចូលកូរស្ករក្រហមឲ្យឡើងឈ្ងុយសិនមកថាស្ករក្រហមមកយើងឡើងឈ្ងុយហើយនេះខ្ញុំបានដាក់ជាមួយនឹងខ្ទឹមដែលយើងបានបុកមិញចូលព្រោះហើយនេះខ្ញុំបានកូរខ្ទឹមហើយនឹងស្ករក្រហមឲ្យឡើងឈ្ងុយសិនមកបងប្អូនទាំងអស់គ្នាមួយ3ភូមិកាន់តែល្អឈ្ងុយមែនណាបងប្អូនទាំងអស់គ្នាគឺថាពេញផ្ទះតែម្ដងអ្នកចិត្តខាងឡើងដើរមកសួរហ្មងឥឡូវនេះឃើញថាស្ករក្រហមហើយនឹងខ្ទឹមឲ្យយើងឡើងឈ្ងុយហើយនេះខ្ញុំបានដាក់សាច់ជ្រូកចូលហើយនេះខ្ញុំបានកូរបន្តិចទៀតដើម្បីឲ្យសាច់ជ្រូកឡើងឈ្ងុយជាមួយនឹងស្កររបស់យើងអញ្ចឹងយើងកូររហូតដល់សាច់ជ្រូករបស់យើងស្ងួតទឹកគម្របទុក3នាទីបើមកវិញឃើញថាសាច់ជ្រូករបស់យើងឡើងឈ្ងុយមែនតែនរួចហើយនេះខ្ញុំបានដាក់ជាមួយនឹងស្លឹកក្រូច3-4ស្លឹកចូលមកបងប្អូនទាំងអស់គ្នាកូរបន្តិចទៀតឲ្យសាច់ជ្រូករបស់យើងឡើងស្ងួតទឹកហើយឡើងឈ្ងុយឥឡូវនេះឃើញថាសាច់ជ្រូករបស់យើងឡើងឈ្ងុយហើយនេះខ្ញុំក៏បានដាក់ជាមួយនឹងខ្នោចូលពួកខ្នោបងប្អូនចិត្តប៉ុណ្ណាក៏បានដែរនេះខ្ញុំចិត្តមកល្មមទេមិនទួយពេកហើយក៏មិនធំពេកដែរខ្នោចូលហើយនេះខ្ញុំបានកូរខ្នោជាមួយនឹងសាច់ជ្រូកឲ្យចូលជាតិគ្នាបន្តិចចាក់ទឹកសចូលបងប្អូនចំពោះទឹកសបងប្អូនប៉ាន់ស្មានតាមសាច់ហើយនឹងបន្លែរបស់យើងមកព្រោះថានេះខ្ញុំអត់សូវចូលចិត្តរាវពេកទេនេះខ្ញុំចូលចិត្តខាប់ល្មមដែរព្រោះថាសម្លខរាវពេកអត់ឆ្ងាញ់ទេបងប្អូនទាំងអស់គ្នានេះឃើញថាខខ្នោរបស់យើងឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំក៏បានដួសដាក់ចានមកបងប្អូនដួសបាយមករួចហើយនេះខ្ញុំបានរោយស្លឹកខ្ទឹមពីលើបន្តិចទៀតដើម្បីរសជាតិកាន់តែឈ្ងុយបងប្អូនទាំងអស់គ្នារសជាតិវិញគឺថាទៅទិញគេអត់ដូរទេគឺថាឆ្ងាញ់មែនតែនឲ្យ10លើ10ហ្មងណាអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបាននេះខ្ញុំធានាថារសជាតិបងប្អូនធ្វើអត់ខកបំណងទេហើយអ្វីដែលសំខាន់នោះគឺថាបងប្អូនធ្វើថ្ងៃនេះទុកញ៉ាំបានរហូតដល់3-4ថ្ងៃទៀតគឺថាចំណេញមែនតែនមិនបាច់ទុកក្នុងទូទឹកកកក៏បានដែរគ្រឿងផ្សំតិចទៀតបងប្អូនទាំងអស់គ្នាអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់